ជំរាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីលោកតាលោកយាយលោកអ៊ំលោកពូអ្នកមីងក្មួយយុវជនយុវតីកូនកកមារាទាំងអស់ឲ្យក្តីស្រឡាញ់និងរលឹកអំពីខ្ញុំបាទផ្សាយបន្តផ្ទាល់ចេញពីទីក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិកសម្រាប់ព្រឹកថ្ងៃសុក្រទី3ខែតុលាឆ្នាំ2025ស្មើនឹងជប់ថ្ងៃសុក្រទី3ខែតុលាឆ្នាំ2025ហើយគណៈពេលនេះគឺម៉ោង6ព្រឹកម៉ោងនៅក្នុងបន្ទប់ផ្សាយរបស់នាទីជីវិតកោះប្រែស្មើនឹងម៉ោង7យប់ម៉ោងនៅក្នុងបន្ទប់ផ្សាយរបស់វិទ្យុទូទស្សន៍សន្តិភាពនៅក្នុងរាជធានីភ្នំពេញនៃប្រជាណាចក្រកម្ពុជាអស់លោកអ្នកស្ដាប់ជាទីមេត្រីអរគុណព្រះអង្គណាស់ដែលលោកអ្នកបានតាមដានស្ដាប់នៅក្នុងនាទីជីវិតកោះប្រែសម្រាប់រាត្រីនេះបាទលោកអ្នកស្ដាប់ជាទីមេត្រីខ្ញុំមានអំណរនឹងចែកចម្លែកជាមួយនឹងលោកអ្នកបាទនៅក្នុងព្រះគម្ពីរអេសាយចំពុក46ក្នុងនេះលោកអ្នកស្ដាប់ជាទីមេត្រីចំណងជើងនៅក្នុងចំពុក46នេះគឺយើងនឹងពិចារណាអំពីព្រះរបស់ជនជាតិបាប៊ីឡូនហើយនឹងព្រះរបស់អ៊ីស្រាអែលថាតើព្រះរបស់ជនជាតិបាប៊ីឡូននឹងមានលក្ខណៈសម្បត្តិយ៉ាងម៉េចជាទីពឹងជ្រករបស់មនុស្សបានឬក៏ព្រះរបស់ផងជនជាតិអ៊ីស្រាអែលជាព្រះដែលបង្កើតនៅរបស់ទាំងអស់នៅលើសកលលោកជាព្រះអធិការដែលជប់សូន្យនិងបង្កើតពីគ្មានឲ្យទៅជាមានពោលគឺចក្រវាលទាំងមូលទាំងឋានសួគ៌ទាំងផែនដីទាំងសមុទ្រនិងឋានបច្ចុប្បន្នកាលទាំងឡាយអ្វីទាំងអស់រុក្ខជាតិធម្មជាតិទិន្នជាតិនិងអ្វីទាំងអស់ព្រះរបស់អ៊ីស្រាអែលជាព្រះរបស់លោកអាប់រ៉ាហាំជាព្រះរបស់លោកអ៊ីសាក់ហើយនឹងព្រះរបស់លោកយ៉ាកុបជាអធិការដែលបង្កើតទាំងនោះហើយក៏ជាព្រះដែលលោកអ្នកហើយនឹងខ្ញុំកំពុងជឿតាមផងដែរសួរថាតើយើងមានសិទ្ធិជឿទៅលើព្រះរបស់អាប់រ៉ាហាំហើយមានសិទ្ធិនឹងខ្លាយទៅជាកូនព្រះអង្គបានឬអត់ព្រះអង្គបានមានបន្ទូលប្រាប់យើងថាយើងជឿដល់ព្រះអង្គព្រះវរបិតាដ៏ជាព្រះដែលគង់នៅឋានសួគ៌គឺយើងខ្លាយទៅជាពូជអម្បូរលោកអាប់រ៉ាហាំដោយសេចក្តីជំនឿចឹងតាមរយៈសេចក្តីជំនឿរបស់យើងជឿលើព្រះយេហូវ៉ាដ៏ជាព្រះនេះយើងខ្លាយទៅជាពូជអាប់រ៉ាហាំខាងឯជំនឿមិនមែនពូជអាប់រ៉ាហាំខាងរូបសាច់ទេតែខាងឯជំនឿសម្រាប់វិញ្ញាណរបស់យើងលោកអ្នកស្ដាប់ជាទីមេត្រីឥឡូវនេះដើម្បីឲ្យពេលវេលារបស់យើងបានចំណេញក្នុងការរៀនសូត្រព្រះបន្ទូលព្រះអង្គខ្ញុំបាទសូមអញ្ជើញលោកអ្នកបាទអាននៅព្រះបន្ទូលព្រះជាមួយខ្ញុំនៅក្នុងព្រះគម្ពីរអេសាយចំពុក46តែពុំមុននឹងយើងអានសូមឲ្យយើងបានចូលទៅបល្ល័ង្កនៃព្រះគុណនៃព្រះជាមួយខ្ញុំសិន This is Transform Life Radio with our blessed host Lafru Sitan in Khmer លោកអ្នកកំពុងស្ដាប់កម្មវិធីជីវិតផ្លាស់ប្រែសូមឲ្យយើងមកអធិដ្ឋានព្រះដ៏មានពរទូលបង្គំអរគុណព្រះអង្គហើយចេះតែមានហេតុនឹងអរគុណព្រះអង្គគ្រប់ពេលគ្រប់វេលាគ្រប់កលៈទេសៈទាំងអស់សូម្បីតែពេលនេះយើងខ្ញុំទទួលស្គាល់នៅព្រះចេស្តាដ៏រុងរឿងឧត្តមថ្លៃថ្លាទ្រង់ជាព្រះនៃចក្រវាលទាំងមូលគ្រប់របស់ទាំងអស់ទ្រង់ជាអ្នកបង្កើតគ្មានរបស់ណាមួយដែលកើតក្រៅពីទ្រង់នោះឡើយ Hallelujah អរគុណសម្រាប់ឯកសិទ្ធិដែលយើងខ្ញុំអាចចូលទៅបល្ល័ង្កនៃព្រះគុណរបស់ទ្រង់សូម្បីតែពេលនេះព្រះម្ចាស់ដ៏ជាព្រះយើងសូមលើកដំកើងកិត្តិស័ព្ទកិត្តិនាមសរីរុងរឿងថ្វាយទៅដល់ព្រះអង្គដាច់បិទទ្រង់ជាព្រះដែលគួរទទួលហើយអ្វីដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះគឺអាហារប្រចាំថ្ងៃសូមព្រះអង្គប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះទាំងអាហារសម្រាប់បំពន់រូបសាច់ទូបង្គំឲ្យរស់នៅរឹងមាំនៅក្នុងជីវិតនៅលើលោកីដែលបណ្ដោះអាសន្ននេះ
ក៏បំពន់នៅអាហារសម្រាប់វិញ្ញាណទូបង្គំដើម្បីឲ្យទូបង្គំបានចាក់គ្រឹះឲ្យបានជ្រៅនៅក្នុងព្រះគ្រីស្ទយេស៊ូវត្រៀមបំរុងសម្រាប់ជីវិតអស់កលជានិច្ចដែលយើងនឹងចំណាយជាមួយព្រះអង្គនៅឯនគរឋានសួគ៌បបិទ្ធព្រះដ៏មានពរទូបង្គំមិនដែលភ្លេចនឹងអធិដ្ឋានឲ្យប្រជាជាតិប្រជាជនកម្ពុជានោះទេសូមព្រះអង្គបានប្រទានពរដល់ស្ដេចមន្ត្រីរាជការគ្រប់ស្រទាប់អាណត្តិទាំងអស់សូមព្រះអង្គប្រទានពរដល់ប្រជានារីតាំងពីអ្នកនៅជនបទរហូតដល់នៅតាមទីក្រុងនៅទីដាច់ស្រយាលសូមប្រទានពរដល់កងទ័ពដែលឈរនៅជួរមុខនិងឈរនៅជួរកណ្ដាលជួរក្រោយសូមព្រះអង្គបានដាក់ប្រហោះការពីព្រំប្រទល់ដែនខ្មែរជាមួយនឹងប្រទេសជិតខាងដែលជាអំណោយដែលព្រះអង្គឲ្យមកអាយការបស់យើងសូមព្រះអង្គដាក់ប្រហោះនិងដាក់ទេវតារបស់ទ្រង់ទាំងសល់សែនឲ្យការពារនៅទឹកដីទាំងអស់នោះសម្រាប់រាជរបស់ទ្រង់បានជ្រកកោននៅតម្រាំដល់ថ្ងៃយើងបានជួបជាមួយព្រះអង្គនៅនគរឋានសួគ៌ហើយថ្ងៃនេះយើងពិចារណានៅព្រះបន្ទូលអេសាយចំពុក46អំពីព្រះរបស់សាសបាប៊ីឡូនហើយនិងព្រះរបស់ជនជាតិអ៊ីស្រាអែលនោះថាតើមានលក្ខណៈសម្បត្តិខុសគ្នាយ៉ាងណាសូមទ្រង់ប្រោសមេត្តាបើកសម្ដែងនៅអាកំបាំងជួយឲ្យយើងខ្ញុំបានទទួលជីវិតផ្លាស់ប្រែតាមរយៈអំណាចបច្ចេស្តានៃព្រះគម្ពីរអេសាយចំពុក46នេះគុណអរគុណឲ្យកូនអធិដ្ឋានដោយនៅព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនអស់លោកអ្នកស្រាប់ជាទីមេត្រីនេះគឺជាព្រះបន្ទូលនៅក្នុងព្រះគម្ពីរហោរាអេសាយចំពុក46សូមកុំភ្លេចណាលោកអ្នកខ្ញុំតែងតែរំលឹកគ្រប់ពេលគ្រប់វេលាទាំងអស់នេះគឺជាព្រះបន្ទូលរបស់ព្រះគម្ពីរដ៏បរិសុទ្ធសូមលោកអ្នកកុំចោលឲ្យសោះនេះជាអាវុធសម្រាប់យើងប្រយុទ្ធប្រចាំថ្ងៃដើម្បីឲ្យវិញ្ញាណរបស់យើងបានទទួលការការពារអំពីព្រះបន្ទូលនៃព្រះអំពីអំណាចនៃព្រះវិញ្ញាណបរិសុទ្ធដែលព្រះអង្គបានប្រគល់មកឲ្យយើងនេះហើយជាអាវុធសម្រាប់យើងតតាំងជាមួយនឹងខ្មាំងសត្រូវខាងអវិញ្ញាណគឺជាអរិយគឺជាសាតាំងនឹងពួកបរិវាររបស់វាសូមលោកអ្នកកាន់នៅក្នុងព្រះគម្ពីរហើយសិក្សារៀនសូត្រជាមួយនឹងខ្ញុំបាទម្ដងទៀតនេះគឺព្រះគម្ពីរហោរាអេសាយចំពុក46ព្រះរបស់ជនជាតិបាប៊ីឡូននិងព្រះរបស់ជនជាតិអ៊ីស្រាអែលព្រះបាល់អោនចុះហើយព្រះបាល់ប៊ីឡូនហ្នឹងគេហៅថាព្រះបាល់ឈ្មោះគេចឹងព្រះបាល់បាទព្រះបាល់អោនចុះហើយព្រះនេបូក៏កោងចុះដែរគេផ្ទុករូបព្រះនោះលើសត្វពាហនៈនិងលើគោរបស់ទាំងនោះដែលឯងដឹកទៅមកជាបន្ទុកសង្កត់យ៉ាងធ្ងន់លើសត្វនឿយហត់បាទអញ្ចឹងព្រះរបស់ជនជាតិបាប៊ីឡូននេះមិនមកជួយសម្រាលទុក្ខរបស់ជនជាតិបាប៊ីឡូនឬក៏សត្វធាតុដែលព្រះអង្គប្រទានឲ្យបាប៊ីឡូននោះទេតែបន្ថែមបន្ទុកដល់ពួកគេទៀតអញ្ចឹងព្រះអង្គចាប់ផ្ដើមឡើងថាព្រះបាល់របស់ផងបាប៊ីឡូនដែលបាប៊ីឡូនគោរពថ្វាយបង្គំបន់ស្រន់អំពាវនាវរកមិនបានមកបោះសម្រាលទុកទោសគេទេព្រមទាំងព្រះនេបូរបស់ផងគេដែលគេថ្វាយបង្គំដែរនោះមានឈ្មោះពីរមួយឈ្មោះព្រះបាល់មួយឈ្មោះនេបូទាំងពីរហ្នឹងយកបន្ទុកមកថែមលើសត្វពាហនៈមានគោមានក្របីមានសេះមានដំរីរបស់កូនចៅបាប៊ីឡូនហ្នឹងឲ្យគ្នាហ្នឹងត្រូវដឹកហើយរូបបដិមានៃព្រះបាល់រូបបដិមានៃព្រះនេបូហ្នឹងធ្ងន់ណាស់ធ្វើពីលង្ហិនធ្វើពីប្រាក់ធ្វើពីមាសធ្វើពីថ្មធ្វើពីឈើទាំងអស់នោះសុទ្ធតែរបស់ធ្ងន់ហើយបើតូចទៅវាមិនគួរសមទេតែបើធំវាធ្ងន់ណាស់អញ្ចឹងយកមកដាក់នៅលើរទេះគោអូសគោទាញហើយជាបន្ទុកយ៉ាងធ្ងន់លើសត្វទាំងអស់នោះធ្វើឲ្យវានឿយហត់ដោយសារព្រះទាំងនោះដែលគេយកពីមួយកន្លែងទៅមួយកន្លែង
copy វាអោនចុះក៏កោងចុះហើយស្អីគេវាគឺសត្វទាំងអស់នោះឯងដែលអូសទាញនៅរូបសំណាកទាំងអស់នឹងយកពីមួយកន្លែងទៅមួយកន្លែងតាមបំណងរបស់មនុស្សដែលគោរពថ្វាយបង្គំរូបទាំងអស់ហ្នឹងអញ្ចឹងវាសត្វហ្នឹងវាអោនចុះក៏កោងចុះហើយវាជួយបន្ទុករបស់វាឲ្យរួចពុំបានគឺទាំងខ្លួនវាក៏ត្រូវចាប់នាំទៅជាឆ្លើយដែរថាព្រះទាំងអស់នេះមិនមែនគ្រាន់តែជាសម្ពាធសម្រាប់មនុស្សទេតែសម្ពាធសម្រាប់សត្វទៅទៀតសត្វគោសត្វក្របីសត្វសេះសត្វដំរីដែលគេយកធ្វើជាយានជំនិះហ្នឹងវាคล้ายទៅជាឆ្លើយរបស់ព្រះបាលទៅជាឆ្លើយរបស់ព្រះនេបូនោះឯងអញ្ចឹងលោកអ្នកស្ដាប់ជាទីមេត្រីចំណងជើងដែលខ្ញុំដាក់ឲ្យហ្នឹងថាព្រះរបស់បាប៊ីឡូនហើយនិងព្រះរបស់អ៊ីស្រាអែលឥឡូវនេះយើងពិនិត្យពីខ1មកដល់ខ2ហ្នឹងគឺជាចំណុចនៃព្រះរបស់បាប៊ីឡូនតើទៅពីមួយកន្លែងទៅមួយកន្លែងត្រូវទៅដោយរបៀបណាដោយហោះហើរនៅលើអាកាសដោយដើរខ្លួនឯងឬក៏ដោយបំបាំងកាយបំបាំងខ្លួន no គម្ពីរបានប្រាប់យើងថាទៅណាមកណាត្រូវជាបន្ទុកដល់សត្វពាហនៈខ1នេះបានប្រាប់ថាជាបន្ទុកផ្ទុករូបព្រះទាំងនោះនៅលើសត្វពាហនៈលើគោរបស់ទាំងនោះដែលឯងដឹកទៅមកជាបន្ទុកយ៉ាងធ្ងន់លើសត្វពាហនៈទាំងអស់នឹងឲ្យវានឿយហត់អញ្ចឹងម្ដងទៀតខ2បានប្រាប់ថាមិនមែនត្រឹមជាបន្ទុកសម្រាប់អ្នកដែលថ្វាយបង្គំគោរពប្រតិបត្តិទៅហើយអ្នកបង្កើតព្រះទាំងអស់នោះទេតែជាបន្ទុកដល់សត្វពាហនៈទៅទៀតហើយគម្ពីរដាក់ឈ្មោះទៀតថាយកសត្វនឹងធ្វើជាឆ្លើយទៅទៀតគ្នាត្រូវអូសត្រូវទាញហត់នឿយបាទឥឡូវខ3អោពួកវង្សារបស់យ៉ាកុបអើយនិងអ្នករាល់គ្នាជាសំណល់នៃវង្សាអ៊ីស្រាអែលដែរជាពួកដែលអញបានទទួលជាបន្ទុកតាំងពីកំណើតឯងហើយបាយ3ឯងតាំងពីផ្ទៃម្ដាយមកចូលស្ដាប់អញចុះអញ្ចឹងចំណែកព្រះរបស់អ៊ីស្រាអែលព្រះអង្គធ្វើម៉េចព្រះអង្គឲ្យបន្ទុកនឹងទៅធ្ងន់លើស្មារបស់ពូជអម្បូរអ៊ីស្រាអែលឬសត្វពាហនៈរបស់អ៊ីស្រាអែលឬយ៉ាងណាព្រះអង្គថាពងវងសាវតារបស់យ៉ាកុបអើយរបស់អ៊ីស្រាអែលអើយយ៉ាកុបអ៊ីស្រាអែលតែមួយទេឈ្មោះតែមួយនឹងមនុស្សតែមួយចង់និយាយចឹងហើយជនជាតិតែមួយពីព្រោះលោកត្រូវអ៊ីសាឪពុកគាត់ដាក់ឈ្មោះមកយ៉ាកុបអញ្ចឹងក្រោយមកព្រះបន្ទាប់ពីបោកចំបាប់ជាមួយព្រះអង្គបានដូរឈ្មោះគាត់ទៅជាអ៊ីស្រាអែលវិញអញ្ចឹងហើយវងរបស់យ៉ាកុបអើយវងរបស់អ៊ីស្រាអែលអើយនិងអ្នករាល់គ្នាដែលជាសំណល់នៃវង្សាអ៊ីស្រាអែលដែរជាពួកដែលអញបានទទួលជាបន្ទុកតាំងពីកំណើតឯងអញ្ចឹងអ្នកណាអ្នកទទួលបន្ទុកពេលនេះយើងមើលព្រះរបស់បាប៊ីឡូនអ្នកដែលទទួលបន្ទុកហ្នឹងគឺមនុស្សមិនព្រះទេគឺមនុស្សដែលទទួលបន្ទុករបស់ព្រះបាលនិងព្រះនេបូហើយនឹងសត្វពាហនៈទៀតប៉ុន្តែសម្រាប់ព្រះរបស់អ៊ីស្រាអែលវិញនេះព្រះអង្គជាអ្នកទទួលបន្ទុកឃើញខុសគ្នាព្រះបាប៊ីឡូនមនុស្សនិងសត្វពាហនៈទាំងអស់ទទួលបន្ទុកតែព្រះរបស់អ៊ីស្រាអែលព្រះរបស់យ៉ាកុបគឺព្រះអង្គជាអ្នកទទួលបន្ទុកវិញទទួលបន្ទុកពីពេលណាមកព្រះអង្គថាតាំងពីកំណើតឯងហើយបាន3ឯងតាំងពីផ្ទៃម្ដាយមកចូលស្ដាប់អញចុះអញ្ចឹងព្រះអង្គទទួលបន្ទុកមិនមែនតើយើងធំហើយដឹងក្តីហើយរៀនចប់ហើយមានការងារធ្វើហើយនោះទេគឺតាំងតែយើងមកទុំនៅក្នុងផ្ទៃម្ដាយមកម្លេះអញ្ចឹងព្រះអង្គមើលខុសត្រូវយកមកដាក់នៅលើបន្ទុករបស់ព្រះអង្គខ4ថាគឺអញនេះហើយគឺអញនេះពិតរហូតដល់ឯងចាស់ជារាផងអញនឹង3ឯងដល់រាបដល់ឯងមានសក់សដូចខ្ញុំនេះសក់សគឺអញបានបង្កើតហើយអញនឹងទទួលឯងជាបន្ទុកអញនឹង3ហើយនឹងជួយឯងឲ្យរួចផង
chẳng mẹn còn mơ dương do dương chia bần túc ra bao phong ông tăng thì dương tung tay mà đai nó tê ta là hô đò dương chả slap từ bên tiếngตัวแต่ซอตัวเตยเจริญที่นู้คือในแต่เจียบันตุกระบอบฟองแต่ได้ในแต่เจียตำนูลเขาเตยระบอบฟองได้แต่ได้ฟองถ้าอันหนึ่งใบอันดอราบดออันเมียนซอคืออันบานบังคับให้อันหนึ่งแต่ตัวอันเจียบันตุกจังชีวิตยังแต่งลายคือยังเจียบันตุกระบอบฟองยังชื่อยังตึกทานโอฟองยังปะบ้ายังตึกทานโอฟองยังสไลด์โอฟองยังถือการไปงาปองเอ้ยเข้าไปงาสมไปงาเมาเรียนโซนจัดไงปลองบองเอ้ยจัดดางไงปลองให้สมช่วยตุมังกรมกับมอยไพ่กับมอยคลายให้เมียนสมาร์ได้รังมอมจองจำในเมเรียนได้เรียนเมาประจำชนะมาให้นะจังโยบนตุกนั่งแต่เอาก่อนโอ้ดอกบานเรียนจอบไปปองเอ้ยอดกางเงียเธอส่งปองช่วยกางเงียตุงกรมบ้านสำแดงช่วยเอาเมนั่งได้ทำดัดมองนึงเกี่ยข้าวตุงกรมสะพี่เอาเกี่ยเป็นจัดนั่งตุงกรมให้บ้านเพลย์ตุงกรมเมียนกางเงียเธอทำไปบานประกำไรจำประปูนโกนโอ้ดอกบานกางเงียเธอไอ้ปองเอ้ยเกี่ยเผลอตุงกรมฮอตนะช่วยตุงกรมไอ้เมียกำลังพงตุงกรมเตะอัดใจเตะโอ้บ้านได้ใจเฮ้ยบ้านลอยบ้านกำไรจำโกนจำปนเฮ้ยปังเอ้ยตุงกรมไตการถยนต์ตุงกรมไตกานี่ตุงกรมไตกานู่โอ้โกนตุงกรมเจ้าเรียนจังการมุนสมัยปังช่วยครูนายตะเรียนขอให้เมียนโกนเมียนประปุนปังเอ้ยโกนไตกาจำนุยเอาโกนตะเรียนส้มช่วยตุงกรมพองดอกโกนมาบานเจ้าเตียปองเอ้ยตุงกรมตึกทานเอาเจ้าจังปองเพียบถ้าคืออันนี้เป็ดระหดดอกอันจ้าเจริญพองอันหนึ่งใบอันดอกราบดอกอันเมียนสอคืออันบานบังกาให้อันหนึ่งเติร์ตัวอันเจียบรรทุกอันหนึ่งใบให้หนึ่งช่วยอันเอารุ่ยพององค์พระจิตติสลันนี่ปองเพียบยืนกาเป็ดบรรทุกนี่เหม็นบรรทุกมาดองมาเยี่ยมไม่หวังไงตั้งยบตั้งไงโดยខ្ញុំតែជាយន្តហើយបងអើយជួយទូងគុំឲ្យបានទៅសុខសាន្តកុំឲ្យគេធ្វើទុកបុកម្នេញណាកបោបលើសគីឡូបន្តិចបន្តួចអីសូមបងជួយអូបងអើយជីទៅសូមគង់ជាមួយតកុងឡាតកុងកបោអូជួយទូងគុំចុកដៃចុកជើងរយសពុនជាង20ម៉ោងលើយន្តហោះជួយទូងគុំផងហើយកុំឲ្យទូឲ្យពេលដែលទូងគុំតជើងនោះសូមកុំឲ្យកបោហោះចេញចោលអីចឹងទៅការព្រះអង្គរហូតយកបន្ទុកទៅឲ្យព្រះអង្គរហូតអញ្ចឹងព្រះអង្គថាគឺអញនេះហើយពិតជាគឺពិតរហូតដល់ឯងចាស់ជារៀបផងអញនឹងបីឯងដរាបដល់ឯងមានសក់សអញនឹងបង្កើតឲ្យអញនឹងទទួលឯងជាបន្ទុកអញនឹងបីហើយនឹងជួយឯងរួចផងខ5តើឯងរាល់គ្នានឹងធៀបអញដូចជាណានឹងផ្ទឹមអញឲ្យស្មើនឹងណាឬប្រៀបអញឲ្យបានដូចជាណាអញ្ចឹងព្រះអង្គសួរមកយើងនៅខ5ឯងយកអញទៅផ្ទឹមជាមួយណាឯងយកអញទៅផ្ទឹមជាមួយណាអ្នកណាហ៊ានមកផ្ទឹមជាមួយអញឬក៏យកទៅអញទៅផ្ទឹមឲ្យស្មើនឹងណាណែព្រះយេស៊ូវដូចតែព្រះនេះដែរព្រះយើងដែរដូចតែព្រះគេដែរដូចតែព្រះនេះដែរវាដូចតែគ្នាព្រះណាដូចព្រះណាធ្លាប់ឮទេបងប្អូនព្រះណាដូចព្រះណាចឹងព្រះអង្គសួរថាតើឯងយកអញនឹងទៅប្រៀបធៀបនឹងដូចអ្នកណាហើយស្មើនឹងអ្នកណាទី1ដូចអ្នកណាទី2ស្មើនឹងអ្នកណាឬប្រៀបអញបានដូចជាអ្នកណានឹងបងប្អូនព្រះអង្គសួរ3ចំណុចតើឯងធៀបអញជាអ្នកណាដូចអ្នកណាតើអញឯងផ្ទឹមអញឲ្យស្មើនឹងអ្នកណានឹងទី2ចុះទី3ចុះប្រៀបអញឲ្យបានដូចជាអ្នកណាម្ដងទៀតទី1តើឯងរាល់គ្នានឹងធៀបអញដូចអ្នកណាដូចអ្នកណា
ទី2ឯផ្ទឹមអញឲ្យស្មើនឹងអ្នកណាស្មើនឹងអ្នកណាទី3ឬប្រៀបអញឲ្យបានដូចជាអ្នកណាបងប្អូនឆ្លើយទៅឆ្លើយខ្លួនឯងលោកអ្នកដែលកំពុងស្ដាប់កំពុងពិចារណាកំពុងទស្សនាទូរទស្សន៍ជីវិតផ្លាស់ប្រែនេះយកទៅគិតខ្លួនឯងទៅតើលោកអ្នកកំពុងគិតថាប្រៀបធៀបព្រះយេស៊ូវជាអ្នកណាឬផ្ទឹមនឹងព្រះអង្គស្មើនឹងអ្នកណាឬប្រៀបព្រះអង្គឲ្យបានដូចជាអ្នកណាមានតែបងប្អូននេះឆ្លើយកើតខ្ញុំឆ្លើយជំនួសអត់បានទេពីព្រោះជាគំនិតរបស់បងប្អូនព្រះអង្គសួរទាំងអស់គ្នាសួរខ្ញុំឆ្លើយបានខ្លួនសម្រាប់ខ្លួនខ្ញុំតែខ្ញុំមិនអាចឆ្លើយសម្រាប់លោកអ្នកបានទេខ6ហើយពួកអ្នកដែលចាយមាសពីថង់ដោយឥតស្ដាយហើយថ្លឹងប្រាក់ដោយចិញ្ចៀងគេដួលជាងមាសគេជួលជាងមាសជាងនោះក៏ធ្វើជាព្រះឲ្យគេរួចគេទម្លាក់ខ្លួនក្រាបចុះថ្វាយបង្គំចំពោះរូបនោះនឹងអ្នកណាគេព្រះអង្គថាឲ្យពួកអ្នកដែលចាយមាសពីថង់ដោយឥតស្ដាយគេមានមាសគេនៅក្នុងថង់គេមានមាសនៅនឹងហើយគេចាយអត់ស្ដាយទេហើយគេយកមាសហ្នឹងទៅធ្វើម៉េចគេយកមាសហ្នឹងទៅថ្លឹងជាប្រាក់ដោយចិញ្ចៀងហើយគេជួលជាងមាសហ្នឹងគេដឹងប្រមាណតលឹងប្រមាណជីប្រមាណអីចឹងទៅឬក៏គីឡូចឹងទៅបើគេសបោលុយគេមាសគេថ្លឹងគីឡូដូចខ្ញុំឯងថ្លឹងតាជីហ្នឹងក៏ពិបាកដែរកុំថាឡើយដល់តលឹងប្រពន្ធខ្ញុំក៏ទៅធ្វើនេះធ្វើអីបតោងនេះបតោងឲ្យខ្ញុំនេះបតោងមុនវាស្ដើងពេកវាចេះតែមុតនេះរូបជើងឆ្កាងនេះចឹងប្រពន្ធខ្ញុំទៅឲ្យគាត់ជាកាដូគាត់ឲ្យខ្ញុំចោះហើយយកទៅធ្វើស្មានតែថោកលោកម្ចាស់ហើយគេថាតលទៅថែមមាសមួយជីទៅទៀតហើយថែមចុះឡើងគិតលុយ 6-700 បន្តិចហ្នឹងចុះទៅរំគេអ្នកមានទៅគេទិញជាតលឹងហើយគេទៅថ្លឹងជាគីឡូនោះតើវាប្រមាណទៅទៀតអញ្ចឹងព្រះអង្គថាឲ្យពួកអ្នកដែលចាយមាសពីថង់ដោយឥតស្ដាយតែគេសបោពេកគេលែងស្ដាយហើយថ្លឹងប្រាក់ដោយចិញ្ចៀងគេជួលជាងមាសជាងនោះក៏យកមាសហ្នឹងណាមកធ្វើជាព្រះឲ្យគេមិនយកមកពាក់លម្អទេតែយកមកធ្វើជាព្រះឬក៏យកមកទុកជាការសន្សំអ្នកខ្លះគេអត់សន្សំលុយនៅធនាគារទេគេទិញជាមាសសន្សំរមាសឡើងថ្លៃទៅគេចំណេញតែអ្នកខ្លះគេយកលុយទៅបណ្ដាក់ទុននៅធនាគារឲ្យបានការប្រាក់បន្តិចបន្តួចទុកកុំឲ្យដាក់ចោលប៉ុន្តែអ្នកដែលគេសបោសបាយហ្នឹងគេទិញជាមាសវិញព្រោះមាសវាមិនចេះចុះថោកវាចេះទៅថ្លៃទៅចឹងជាងយកមាសនេះយកទៅទុកឲ្យបានថ្លៃតែគេអត់ស្ដាយទេមាសហ្នឹងដែលតម្លៃមិនថឹកមិនធប់ហ្នឹងគេយកទៅឲ្យជាងឆ្លាក់ជាងសូនហ្នឹងធ្វើជាព្រះឲ្យគេហ្នឹងគេយកមកធ្វើអីគេទម្លាក់ខ្លួនក្រាបថ្វាយបង្គំថ្វាយបង្គំរូបនោះឯងដែលធ្វើពីមាសរបស់គេនោះឯងនឹងព្រះអង្គប្រៀបធៀបឲ្យយើងមើលថាព្រះរបស់បាប៊ីឡូនហើយនឹងព្រះរបស់អ៊ីស្រាអែលព្រះរបស់អ៊ីស្រាអែលទទួលបន្ទុករបស់រាជទ្រង់តាំងពីគេនៅក្នុងផ្ទៃម្ដាយរហូតដល់គេធំដឹងក្តីរហូតដល់ចាស់រហូតដល់ស្លាប់ដល់សក់សទៅទៀតតែព្រះរបស់បាប៊ីឡូនវិញយកបន្ទុកទៅឲ្យប្រជាជនបាប៊ីឡូនមិនត្រឹមតែប្រជាជនបាប៊ីឡូនតែសត្វពាហនៈរបស់ប្រជាជនបាប៊ីឡូននឹងក៏ទទួលបន្ទុកឲ្យជាប់ជាឆ្លើយរបស់ព្រះបាល់ហើយនឹងព្រះនេបូរបស់គេហ្នឹងឥឡូវនេះព្រះអង្គនិយាយត្រឡប់មកព្រះរបស់នេបូហ្នឹងឬក៏ព្រះបាល់ហ្នឹងរបស់ពួកបាប៊ីឡូនហ្នឹងដដែលថាគេយកមាសដែលមានតម្លៃជាទីបំផុតហ្នឹងគេអត់ស្ដាយទេយកទៅធ្វើជាព្រះហ្នឹងហើយទៅជារូបហើយគេថ្វាយបង្គំខំ7គេលីយករូបនោះទៅតម្កល់ទុកនៅទីកន្លែងហើយរូបនោះក៏ឈរនៅឥតឃ្លាតចេញពីទៅឯណាទៀតឡើយទោះបើអ្នកណាអំពាវនាវដល់រូបនោះគង់តែមិនចេះតបឡើយឬជួយសង្គ្រោះឲ្យរួចពីសេចក្តីទុក្ខវេទនាបានឡើយតើនេះបងប្អូន
ông bẹp nơi khom pel nâng cái vô rụp nâng đại thơ bị miên lồng lay cho ti bom phọt nâng xanh bị mà cái lay như ta đạm mà cái lay đó ta đo cái lay ná còn nơi cái lay nâng còn rửa rút tê còn nơi cái lay nâng hơi nè đại vô còn vô ta đạm nâng còn piêu nhiêu đó còn rút nâng chấm lạ nâng bạ đề mà nâng ôi còn chui nụ ôi dây cho môi kê tai bà ông bẹp ta cuông tai kê ọt trẻ tọp mà vinh lời rúp bạ đề mà nâng kê ọt trẻ tọp vinh lời rứ có mình ai chui xong kruh kê ở rúi bị tục cả vết tà nia tàu bàn lời đá nâng kho cái pin dây chẳng trong an tam pre bật tù nhưng mới khom bày chô nắc chăm pi sạc đây nì hai sầm đanh khuôn chia bò rọ cho mà niel pu say xa ơi chô nắc pi sạc đây nì nè không chất ai làng vinh chô nắc chăm pi ca đai cần long từ hơi tăng pi bò ran ta bật anh ni hơi chia pre admin na tiệt lời anh chia pre hơi khmien na đôi chia anh sọ chẳng bọn vô dây pi bọn thứ ấy khla tụi tôi bận tục sầm áp chỉ vật dương tăng pi nơi tung trong tim đai đồ đò dương từ sọ hay cha tờ vĩnh slap tờ vĩnh hai bọn nu anh tăng pi đau riêng một tăng pi bồ ra na ca một anh đi hơi chỉ pre anh đi hơi khmien nè ai na tiệt đôi chị anh sọ đại chăm tụi tôi bận tục ai chăm chơi năng ai sầm nua ai chầm ngol ai ca làm bạ tục cả với tani rồi bảo ai cứ anh tụi tôi từng chẳng khó đáp bàn này dây ta tăng tay bị đam nằm bồn anh rồi mình sầm đen bị ca đại trâu một hàng trong bom phật hay tăng bị cha bồ ran có bàn prap bị ca đại mình toàn miền mộc đài chẳng bọn tay chia rưỡi bà đai prap can rùm lực dươngปีเรื่องไอ้ได้กำปงการในปัจจุบันเพียบนี่เตออนาคตให้นึงเตออนาคตใครนึงอนาคตแหวงอนาคตเมียนปีสันทานมวยอนาคตใครบานในสายขานสายชนำนึงแต่อนาคตแหวงปรำชนำดับชนำมาเพยชนำแต่มุกเตียบปังทาตั้งปีดามกอันรมเมงสมได้ปรับปีกาได้เตรมกត្រូវមកថ្ងៃស្អែកត្រូវមកអាទិត្យក្រោយត្រូវមកឆ្នាំក្រោយត្រូវមក20 30ឆ្នាំ100ឆ្នាំទៅមុខទៀត1000ឆ្នាំទៅមុខទៀតចឹងអញបានប្រាប់ឯងជារឿយតាំងពីដំបូងតាំងឯងដឹងក្តីតែឯងចេះស្ដាប់ឯងចេះយល់ឯងចេះនិយាយមកគឺអញប្រាប់ឯងជារឿយម្ដងហើយម្ដងទៀតពីរឿងទាំងអស់ហ្នឹងដែលត្រូវកើតចឹងថាតាំងពីដើមដំបូងអញរមែងសំដែងប្រាប់ពីការដែលត្រូវមកខាងចុងបំផុតហើយតាំងពីចាស់បុរាណក៏ប្រាប់ពីការដែលមិនទាន់មកដែរដោយពាក្យថាគំនិតសម្រេចនឹងអញនឹងថិតថេរនៅអញនឹងធ្វើតាមបំណងចិត្តអញគ្រប់ប្រការចឹងអ្វីទាំងអស់គឺព្រះអង្គធ្វើទៅតាមបំណងព្រះハរតីទ្រង់មិនមែនតាមបំណងចិត្តរបស់ស៊ីឋានមិនមែនតាមបំណងចិត្តរបស់លោកលោកខប្អូនចវីប្អូនធីតាប្អូនរតនាប្អូនម៉ៅប្អូនមុកប្អូនម៉ែនមែនទេអ្វីទាំងអស់គឺព្រះអង្គធ្វើទៅតាមបំណងព្រះハរតីរបស់ទ្រង់គ្រប់ប្រការនៅខ10ចឹងអ្វីដែលកើតមានឡើងនៅក្នុងជីវិតលោកអ្នកអ្វីដែលកើតមានឡើងនៅជីវិតរបស់ខ្ញុំអ្វីដែលកើតមានឡើងនៅក្នុងកៅភ្នែករបស់យើងដែលមើលឃើញបច្ចុប្បន្នភាពនិងអ្វីដែលកើតមានឡើងដែលកៅភ្នែកយើងភ្នែកទទេភ្នែកអាក្រាតមើលមិនឃើញនោះតាំងពីអតីតកាលបច្ចុប្បន្នហើយទៅអនាគតទាំងអស់នោះគឺកើតមានឡើងសម្រាប់ទ្រង់គ្រប់ប្រការតាមបំណងព្រះハរតីរបស់ទ្រង់គ្រប់ប្រការអត់មានប្រការណាមួយដែលក្រៅបំណងព្រះអង្គនោះឡើយនេះជាព្រះរបស់អ៊ីស្រាអែលខុសអំពីព្រះរបស់បាប៊ីឡូន
anh bàn hao entry môi một bị tư khángកើតchia mà nút đal nâng sầm rách tam cầm nứt rồi bỏ anh oi một bị sọc ngài anh bàn tranh về cha hơi anh nâng thưa oi co nút cát lang phong anh bàn kết sầm rách sạch hơi anh nâng thưa ca nút anh bà ông nâng hao entry môi một bị tư khángកើតchia mà nút đal nâng sầm rách tam cầm nứt rồi bỏ anh nâng một bị sọc ngài anh bàn tranh về cha hỏi anh nâng thưa ở con nó cát làng phong anh bàn kết sầm rách hơi anh nâng thưa ca nụ ấy phong nâng hai nè bom ra trùng dọc một đồng rong phơi dừng một chui song chui dừng một chui rung đỏ dừng ôi miên sứt sợi nơi trong chi vật sứt sợi ruột pi bát đa sa sứt sợi ruột pi khret vi này sứt sợi ruột pi sầm bát sứt sợi ruột âm pi bom nol chẳng lại chẳng bom nolในสกได้สุจริตจุดโทสักกระดมรมณียืงจังออกนี้ตรึบังไทยทำไปรู้ในบ้านสักกระดมรมณีบ้านเราจุดโทแมนบ้านมองงี้ๆที่ลูกเนี่ยจิตตีสลายทำไปเอายืงบ้านรู้ในดอยเปียกมาหาถ้าสักกระดมรมณีแต่งกายแต่งจัดแต่งเวชาแต่งปลึงแต่งวิญญาณแต่งอารมณ์มโนจิตเจตนาแต่งอ่อนสักกระดมรมณีนู้ there's cost involved คือมีนลำไรได้รวมจำนายหนึ่งบ่ยืงอัดบังไทยกรุบกรอนเตนู้ยืงก็มันอาจจะตัวในสักกระดมรมณีบ้านได้ให้ดำไล่จังอ่อนเปรียก็เชียรับเชียบรรทุกระบาตรงให้พระองค์หนึ่งปลาเนี่ยบำราระบาตรงเอาจอมเอาคือองค์พระเยซูสองครูเชียปริจบัตราสงวนพีระบาตรงเอาเยียงจอมเอาดำไปรีบแผนการมดอลูกเนี่ยเอามีนสัตย์สไรเพียบรุ่ยปีบรรทุกแต่งลายรุ่ยปีบำนอลแต่งลายได้ยังมีนจมวยหนึ่งลูกไก่หนึ่งโดยซาอัตเปิลในอำเภอบาทกองซองไทยแต่งอ้อนู้โดยบังฮูเปรียละหัดนั่นเลยเจอการปีปอนชนำกะลองเตยขอดับปีทาเอาปุเนี่ยได้มีนจัดรึงได้เคลียดง่ายปีสกายสจรัดโจสลับอันโจบองปอนในกระปงจัดรึงเนี่ยปอนปลอโน่ปอนปลอกระปงมือโน่ปอนใส่อมมันเนี่ยโน่ลูกยัยลูกตานู่กอยจัดตัวกอยทางสนามนู่มวยกอยขอยเกเอียนเนี่ยเอียนอ๋อจัดรึงเหรองค์พระดังนักครูนายเจนนายก็ปงมือตัวนี่องค์พระองค์ได้มีจัดรังดังครูนายให้ทักเนี่ยนาเจนเนี่ยจัดรังหนึ่งก็มอยมือเกมือไอยังดังครูนายทักเนี่ยหน้าได้ปองเมียมันตูนี่ปองเมียมันตูตะการได้พวกเนี่ยได้มีจัดรังให้เคลียดง่ายบิสกได้สจรัดโจสลับอันโจยังพระองค์ท่าไปไอก็ปงมีจัดรังสลับอันตื้อเนี่ยอันก็ปงเปียบไอข้อดับใบจองเปียทำไมถ้าอันหนึ่งนอมสักได้สุจริตระบาอันหมอกจิตวงตัวในกระปงเมียนจัดรังให้เคลียดง่ายปีสักได้สุจริตโจสลับอันจอกไทยเลยเนี่ยเบื่อไอสลับอันเนี่ยอันหนึ่งนอมสักได้สุจริตได้เป็นเอาง่ายปีไอได้ซาจัดไอเรื่องนึงเอาบานมาจัดไอเป็นนอมสักได้สุจริตมาจัดไอเป็นเอาเมียนเพียบสุจริตในคลองชีวิตไอเอาเมียนเพียบยุติทั่วในคลองจัดไอสกได้นู่นนั่งมันง่ายเลยพองเพียบแต่สกได้สุจริตด้วยน้อยอัดง่ายปีไอเต้ไอสกได้สองครัวระบาอันก็มันบังองได้พองถ้าอันมันบังองถ้าจำไอเซนจำสองครัวไอจำชนำโกยจำไอจักเซนจำสองครัวพองถ้า no อันจังสองครัวไอเลยนี่จังเอาปุเนี่ยได้มีจัดรังได้เคลียดง่ายปีสักได้สุจริตกำปงใส่เคลียนสักได้สุจริตกำปงใส่เคลียนสักได้ยุติธรรมกำปงใส่เคลียนในสักได้สุกดมรมณีปองดัชโจสตับอันโจอันหนึ่งนอมสุกดมรมณีนึงมาอ้อยไอ
អញនឹងនាំសេចក្តីសុខខាងចិត្តសេចក្តីសុខខាងកាយអារម្មណ៍មនោសញ្ចេតនាព្រមទាំងសេចក្តីសុខនៅរូបសាច់ខាងក្រៅរបស់ឲ្យមានសម្លៀកបំពាក់ឲ្យមានមហូបហូបចុកឲ្យមានកន្លែងដេកសមរម្យគ្រប់បែបយ៉ាងអញនឹងតាំងសេចក្តីសង្គ្រោះរបស់អញនៅក្រុងស៊ីយ៉ូនយេរូសាឡិមនឹងសម្រាប់ពួកអ៊ីស្រាអែលដែលជាសេរីល្អរបស់អញបងប្អូនលោកអ្នកស្ដាប់ជាទីមេត្រីមូលហេតុដែលព្រះអង្គធ្វើការទាំងអស់នេះមិនដើម្បីឲ្យស៊ីថាននឹងមានមុខមាត់ខ្ពង់ខ្ពស់ល្បីដែលគេហៅតារាល្បីទេតែដើម្បីឲ្យសេរីល្អរបស់ព្រះបានរុងរឿងធំកើងឲ្យមាត់របស់ខ្មែរទាំងអស់សរសើរថាព្រះយេស៊ូវគឺជាព្រះអង្គម្ចាស់ហាឡេលូយ៉ាសូមថ្វាយបង្គំព្រះអង្គសូមថ្វាយបង្គំព្រះអង្គអស្ចារ្យព្រះអង្គល្អព្រះអង្គសង្គ្រោះព្រះអង្គរំដោះខ្ញុំព្រះអង្គនាំនៅសេចក្តីសុខដុមរមនាដល់ខ្លួនខ្ញុំផ្ទាល់ដល់ប្រពន្ធខ្ញុំដល់កូនខ្ញុំដល់កូនដល់ចៅខ្ញុំដល់ក្រុមគ្រួសារញាតិសន្តានចដូនចតាមាមីងបងប្អូនរបស់ខ្ញុំទាំងអស់នេះថ្វាយសេរីល្អទៅព្រះអញ្ចឹងព្រះអង្គធ្វើការទាំងអស់នេះដើម្បីឲ្យពនាមរបស់ទ្រង់បានលើកដំកើងឡើងនៅក្នុងចំណោមបបោមាត់របស់មនុស្សទាំងឡាយដោយឡែកជនជាតិខ្មែរយើងទាំងស្រុងបងប្អូនលោកអ្នកស្ដាប់ជាទីមេត្រីព្រះគម្ពីរអេសាយបានប្រាប់យើងហើយថាឯសេរីល្អទ្រង់អត់ចែកជាមួយណាទេកិត្តិយសកិត្តិស័ព្ទកិត្តិនាមភាពខ្ពង់ខ្ពស់ឧត្តមឧត្តមព្រះអង្គអត់ចែកជាមួយណាទេព្រះអង្គទុកសម្រាប់ព្រះអង្គតែមួយគត់ចុះអ្វីបានមកយើងដែលយើងខំធ្វើនេះគឺបានប្រពោបានសុខភាពល្អគ្រួសារមានសុខដុមរមនាជីវិតរស់នៅដោយសុខសាន្តដេកលក់អត់យកដៃកងឆ្ងាស់គិតរាល់ថ្ងៃដល់ម៉ោងដេកដល់ម៉ោងភ្ញាក់អាហ្នឹងហើយគេហៅសុខដុមរមនាវាសុខទាំងចិត្តសុខទាំងគំនិតសុខទាំងអារម្មណ៍សុខទាំងមនោសញ្ចេតនាសុខទាំងរូបកាយពេញចិត្តនឹងអ្វីដែលខ្លួនមានហើយសេរីល្អថ្វាយទៅព្រះទាំងអស់ចុះនេះហើយជាពពករបស់ព្រះដែលយើងមានគឺអ្វីដែលខ្ញុំរៀបរាប់បានមិញនេះអស់លោកអ្នកស្ដាប់ជាទីមេត្រីព្រះអង្គថាពួកអ្នកដែលមានចិត្តរឹងបងប្អូនខ្ញុំរំលឹកម្ដងទៀតនេះកំពុងស្ដាប់នេះដែលមានចិត្តរឹងបងប្អូនដឹងថាជាណាលោកយាយដឹងថាលោកយាយឯងជាណាតាអង្គុយចិត្តយាយខ្ញុំដឹងថាលោកតាជាណានោះពូម្នាក់ទៀតមីងនោះអញ្ចឹងដែរបាទនោះក្មួយម្នាក់នោះប្រុសស្អាតប្រុសសង្ហានោះស្រីស្អាតនៅចំហៀងកំពុងមើលទូទស្សន៍បាទនោះកុមារកូនតូចប្រហែលអ្នកកំពុងតែបលែងគ្នាវាយគ្នានោះដដើមថួយគ្នាលេងព្រះអង្គថាពួកឯងដែលមានចិត្តរឹងហើយឃ្លាតឆ្ងាយពីសេចក្តីសុចរិតរស់នៅដោយអយុត្តិធម៌ចូលស្ដាប់អញចុះគឺព្រះហៅឲ្យស្ដាប់ព្រះអង្គថាអញនឹងនាំសេចក្តីសុចរិតរបស់អញមកនៅចិត្តឯងតែឯងនៅឆ្ងាយឥឡូវអញនាំចូលមកចិត្តឯងសេចក្តីនោះនឹងមិននៅឆ្ងាយពីឯងទៀតឡើយឯសេចក្តីសង្គ្រោះរបស់អញក៏មិនបងអង្គដែរអញចង់សង្គ្រោះឯងឥឡូវនេះអញចង់ឲ្យឯងបានសង្គ្រោះឥឡូវនេះអញចង់ឲ្យឯងបានទៅជាកូនរបស់អញឥឡូវនេះអញចង់ឲ្យឯងបានរស់នៅដោយសេចក្តីសង្ឃឹមពីជីវិតអស់កលដែលអញត្រៀមបំរុងនៅនគរឋានសួគ៌សម្រាប់ឯងហើយនោះចឹងអញមិនបងអង្គទេអញនឹងតាំងសេចក្តីសង្គ្រោះរបស់អញនៅក្រុងស៊ីយ៉ូនសម្រាប់កូនចៅអ៊ីស្រាអែលហើយក៏តាំងសេចក្តីសង្គ្រោះរបស់អញនៅក្រុងភ្នំពេញនៅក្រុងបាត់ដំបងនៅក្រុងសៀមរាបនៅក្រុងនៅភូមិនៅស្រុកនៅកន្លែងណានៅកន្លែងសមរភូមិចម្បាំងអញតាំងសេចក្តីសង្គ្រោះរបស់អញនៅទីនោះសម្រាប់ប្រជាជាតិប្រជាជនកម្ពុជាទាំងអស់ទាំងស្ដេចទាំងមន្ត្រីថ្នាក់តូចថ្នាក់ធំទាំងទាហានមេទ័ពកូនទ័ពទាំងប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូអ្នកជំនួញលោកអុកញ៉ាអ្នកអុកញ៉ាគ្រប់ទាំងអស់នេះជាឱកាស
នេះជាពេលវេលាដែលកំពុងត្រាស់ហៅលោកអ្នកដែលមានចិត្តរឹងហើយសូមបន្ទន់ចិត្តហើយស្ដាប់ព្រះអង្គចុះដើម្បីឲ្យសុខដុមរមនាបានចូលមកនៅចិត្តអ្នកសូមព្រះប្រទានពរយកអធិដ្ឋានបបិទ្ធព្រះដ៏មានពរអរគុណព្រះអង្គសម្រាប់ព្រះបន្ទូលដ៏អស្ចារ្យមួយនេះដែលព្រះអង្គបានបង្ហាញយើងឲ្យឃើញអំពីព្រះរបស់បាប៊ីឡូននោះមានសន្តានយ៉ាងណាគឺយកបន្ទុកមកឲ្យអ្នកដែលថ្វាយបង្គំគាត់ហើយយកបន្ទុកមិនត្រឹមតែឲ្យមនុស្សដែលថ្វាយបង្គំគាត់ហើយចំណាយមាសចំណាយប្រាក់យកទៅធ្វើជាបដិមដើម្បីថ្វាយបង្គំគាត់នោះទេហើយគាត់ជួយមិនបានសង្គ្រោះមិនកើតស្ដាប់មិនឮនោះទេតែយកទាំងបន្ទុកនោះទៅធ្វើបាបដល់សត្វពាហនៈដែលជារបស់អ្នកដែលថ្វាយបង្គំគេនោះទៀតហើយយកចាប់គេធ្វើជាឆ្លើយចាំតែដឹកគេទៅមួយកន្លែងទៅមួយកន្លែងតែប៉ុណ្ណោះប៉ុន្តែសម្រាប់ព្រះអង្គវិញគឺព្រះអង្គទទួលបន្ទុកមើលថែយើងខ្ញុំតាំងពីយើងខ្ញុំទុំនៅក្នុងផ្ទៃម្ដាយដំបូងរហូតដល់យើងចាស់ដើរកងក្នុងសក់សដែលព្រះអង្គមានបន្ទូលរហូតដល់យើងស្លាប់ហើយទៅនៅមួយព្រះអង្គនោះព្រះអង្គនៅតែតាមមើលថែយើងព្រះអង្គរាប់ជាបន្ទុករាប់ជាកង្វល់រាប់ជាបំណងបហាតីរបស់ទ្រង់ដើម្បីសង្គ្រោះប្រោសលោះយើងខ្ញុំឲ្យងាកផុតអំពីសេចក្តីទុច្ចរិតតែរស់នៅក្នុងភាពសុចរិតវិញអរគុណព្រះអង្គសម្រាប់ព្រះពរសេចក្តីសុខដុមរមនាដែលព្រះអង្គត្រៀមបំរុងសម្រាប់បរិសុទ្ធស្ត្រីទាំងឡាយដែលកំពុងតែស្ដាប់នៅពេលនេះបែកកូនអធិដ្ឋានដោយនៅព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនអស់លោកអ្នកស្ដាប់ជាទីមេត្រីអរគុណណាស់ដែលបានស្ដាប់នៅព្រះបន្ទូលនេះតាំងពីដើមរហូតដល់ចប់លោកអ្នកជាទីស្រឡាញ់ដូច្នេះសូមឲ្យយើងបានស្ដាប់នៅចម្រៀងមួយបទពីសរសើរដំកើងព្រះហើយនឹងទីបន្ទាល់មួយនោះលោកប៊ុនធឿនហើយនឹងប្អូនស្រីទូចនឹងមានទីបន្ទាល់នឹងសំណួរចម្លើយជាច្រើនទៀតរងចាំលោកអ្នក
ខ្ញុំនឹកចាំតែខគម្ពីរដែលព្រះអង្គបានលើកទឹកចិត្តខ្ញុំមួយគឺព្រះគម្ពីរយ៉ូហានជំពូក14ខ14ព្រះអង្គមានបន្ទូលថាបានអ្នករាល់គ្នាសូមអ្វីដោយនៅឈ្មោះខ្ញុំនោះខ្ញុំនឹងសម្រេចឲ្យតើមកខ្ញុំសប្បាយចិត្តមែនទែនចាជំរាបសួរនាងខ្ញុំឈ្មោះសោថាវរីមកពីព្រះវិហារបាបទីសអន្លង់ស្វាយនាងខ្ញុំសូមលើកទីបន្ទាល់នាងខ្ញុំមានទីបន្ទាល់មិនជឿព្រះអង្គនិងក្រោយពេលដែលជឿព្រះអង្គមុនជាព្រះអង្គនាងខ្ញុំជាមនុស្សម្នាក់ដែលទទួលជឿខាងព្រះពុទ្ធសាសនាគឺមានសេចក្តីជំនឿតែនព្រេនអរសតាំងជាដើមនាងខ្ញុំជាមនុស្សម្នាក់ដែលឈឺច្រើនខ្លាំងមែនទែនប៉ុន្តែខ្ញុំបានទទួលដំណឹងល្អពីព្រះអង្គចាស់យេស៊ូវតាមរយៈក្រុមជំនុំបាបទីសអន្លង់ស្វាយគាត់បានផ្សាយដំណឹងល្អមកខ្ញុំថាខ្ញុំពូកែឈឺច្រើនចូលជឿខាងព្រះនាមព្រះយេស៊ូវគ្រីស្ទនោះខ្ញុំនឹងបានជីវិតសង្គ្រោះផងព្រះអង្គពេលនោះខ្ញុំនឹងទទួលជាព្រះអង្គខ្ញុំទទួលជាព្រះអង្គតាំងពីឆ្នាំ2014រហូតមកដល់ឆ្នាំ2025នេះឃើញថាកាលពីមុនខ្ញុំមិនទាន់ជឿព្រះអង្គខ្ញុំឈឺច្រើនប៉ុន្តែរយៈពេលដែលខ្ញុំទទួលជឿព្រះអង្គខ្ញុំមានការផ្លាស់ប្រែខ្ញុំអត់សូវជាឈឺច្រើនហើយខ្ញុំក៏បានពេលដែលខ្ញុំឈឺច្រើនខ្ញុំតែងតែនឹកដល់ព្រះអង្គខ្ញុំអាននៅក្នុងខគម្ពីរព្រះអង្គយ៉ូហានជំពូក14ខ14ព្រះអង្គបានមានបន្ទូលមកកាន់ខ្ញុំថាបើអ្នករាល់គ្នាសូមអ្វីដោយនៅឈ្មោះខ្ញុំនោះខ្ញុំនឹងសម្រេចឲ្យនោះខ្ញុំមានចិត្តគំនិតមួយថាព្រះយេស៊ូវគឺជាព្រះដ៏មានអំណាចបើសិនជាខ្ញុំចង់ជាពីជំងឺនោះខ្ញុំនឹងអធិដ្ឋានទៅរកព្រះអង្គជឿជាក់ថាព្រះអង្គនឹងឆ្លើយតបរកការអធិដ្ឋាននេះ
ពេលដែលខ្ញុំទទួលជឿព្រះអង្គយូរទៅហើយពេលនោះខ្ញុំអត់ទាន់មានកូនទេខ្ញុំយកគ្នាតាំងពីឆ្នាំ2012ខ្ញុំអត់ទាន់មានកូនរហូតខ្ញុំអធិដ្ឋានសូមព្រះអង្គថាព្រះអង្គហើយបើសិនជាព្រះអង្គគឺជាព្រះដ៏មានអំណាចមែនសូមព្រះអង្គបានប្រទានជាព្រះពរឲ្យកូនមានកូននឹងគេតែនោះព្រះអង្គបានឆ្លើយតបមកខ្ញុំរយៈពេល8ឆ្នាំទៅខ្ញុំមានកូនចាប់ពីខ្ញុំជាព្រះអង្គឆ្នាំ2012រហូតដល់8ឆ្នាំខ្ញុំអធិដ្ឋានសូមព្រះអង្គឥតឈប់ឈរគឺខ្ញុំមានសេចក្តីជំនួសជឿជាក់ថាព្រះអង្គនឹងឆ្លើយតបប្រការអធិដ្ឋានមួយនេះតែនោះខ្ញុំអធិដ្ឋានព្រះអង្គសូមព្រះអង្គសូមហើយសូមទៀតនោះព្រះអង្គបានឆ្លើយតបឲ្យខ្ញុំពេលនេះខ្ញុំមានកូនមួយដោយសារតែសេចក្តីជំនឿរបស់ខ្ញុំគឺព្រះអង្គបានប្រទានព្រះពរឲ្យខ្ញុំមានកូនមួយពេលនេះកូនខ្ញុំអាយុ5ឆ្នាំហើយគាត់កើតនៅឆ្នាំ2020ចាពេលនេះគាត់បានអាយុ5ឆ្នាំហើយខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាថាបើសិនជាយើងមិនទាន់ជឿព្រះអង្គហើយក៏ដូចជាបងប្អូនដែលទទួលជឿទៅនាមព្រះអង្គហើយគឺពួកយើងកុំឲ្យបោះបង់ព្រះអង្គចោលតែដែលយើងមានជួបការលំបាកប៉ុន្តែយើងត្រូវឈរឲ្យជាប់នៅក្នុងសេចក្តីជំនឿនៃព្រះអង្គហើយយើងត្រូវនឹកចាំថាព្រះអង្គគឺជាព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីព្រះអង្គនឹងអាចជួយយើងនៅគ្រប់កាលទាំងអស់គឺខ្ញុំនឹកចាំតែខគម្ពីរដែលព្រះអង្គបានលើកទឹកចិត្តខ្ញុំមួយគឺព្រះគម្ពីរយូហានចំពុក14ខ14ព្រះអង្គមានបន្ទូលថាបើអ្នករាល់គ្នាសូមអ្វីដោយនៅឈ្មោះខ្ញុំនោះខ្ញុំនឹងសម្រេចឲ្យតោះមកខ្ញុំសប្បាយចិត្តមែនទែនប៉ុន្តែខ្ញុំសូមចប់ហើយលោកគ្រូជាសុសៀងខ្ញុំស្រែកច្រៀងសរសើរព្រះអម្ចាស់ចិត្តសែនសប្បាយបានបំរើព្រះទ្រង់គួរណាស់ដែលយើងត្រូវលើកដំកើងព្រះទ្រង់ល្អដែលគ្មានអ្វីធ្វើបានមនុស្សគ្រប់ប្រាណចូលប្រែចិត្តជឿចោទ្រង់មិនលះបង់ទ្រង់មិនរារាំងទ្រង់ប្រទានជីវិតដែលនៅមង្គលបងប្អូនអើយប្រែកចិត្តជឿចោទ្រង់សណ្ដំដល់មនុស្សគ្រប់ប្រាណឲ្យឆ្លងភពជ្រោះសាមានឲ្យដល់ឋានព្រះបបិតាទ្រង់នឹងជួននៃអស់ពីពរទ្រង់នឹងផ្ដល់ជីវិតដែលសុខសាន្តគ្មានអ្វីរំរៀនគ្មានអ្វីបៀតបៀនប្រទានជីវិតដែលនៅអកលប្រែកចិត្តជឿចោទ្រង់សណ្ដំដល់មនុស្សគ្រប់ប្រាណឲ្យយើងឆ្លងភពជ្រោះសាមានឲ្យដល់ឋានព្រះបបិតាទ្រង់នឹងជួនទឹកនៃអស់ពីពរទ្រង់នឹងផ្ដល់ជីវិតដែលសុខសាន្តគ្មានអ្វីរំរៀនគ្មានអ្វីបៀតបៀនទ្រង់ប្រទានជីវិតដែលនៅអកលគ្មានអ្វីរំរៀនគ្មានអ្វីបៀតបៀនទ្រង់ប្រទានជីវិតដែលនៅអកលអរគុណណាស់ដល់គ្រូខុនណាដែលបានច្រៀងនៅចម្រៀងពីសេចក្តីល្អរបស់ផងព្រះហើយអរគុណបងស្រីដែលធ្វើទីបន្ទាល់អស្ចារ្យបាទមិនទាន់ជឿព្រះអង្គគឺសែនព្រេនចំណាយលុយមិនស្ទើរទេបាទมันខុសអំពីព្រះបាលនិងព្រះនេបូរបស់ផងសាសបាប៊ីឡូនទេបាទហើយមិនត្រឹមតែប៉ុណ្ណោះបាទអ្វីដែលអស្ចារ្យនោះបងអូនក៏បានប្រែចិត្តជឿដល់ព្រះអង្គហើយព្យាយាមជឿជាក់នៅលើព្រះអង្គថាព្រះអង្គនឹងប្រទានឲ្យកូនមួយឲ្យបងអូនស្រីនិងគ្រួសារបាទដែលប្តីប្រពន្ធពីរនាក់រៀបការយូរអង្វែងហើយអត់មានកូនអត់មានអីគេទេបាទហើយចង់បានកូនណាស់សុំព្រះអង្គរហូតដល់ព្រះអង្គឆ្លើយបាទខ្ញុំនឹកឃើញរឿងខ្លួនខ្ញុំដែលរៀបការ5ឆ្នាំបាទអត់មានកូនទេអញ្ចឹងសុំព្រះអង្គគឺព្រះអង្គប្រទានឲ្យបានមួយហើយចាំ5ឆ្នាំទៀតអត់មានទៀតសុំមួយទៀតព្រះអង្គឲ្យមួយទៀតបាទប្រុសមួយស្រី
មួយអរគុណព្រះអង្គមែនតែនបាទហើយនេះគឺជាព្រះពររបស់ព្រះសម្បិតគ្រូពេទ្យអាមេរិកនេះក៏គេឆ្ងល់ដែរគេតម្រូវឲ្យខ្ញុំហ្នឹងប្តីប្រពន្ធហ្នឹងបាទសុខចិត្តធ្វើទៅតាមការគេគេ transplant បាទធ្វើ transplant ដើម្បីឲ្យមានកូនហើយកូនហ្នឹងអាចមិនមែនម្នាក់ទេអាច3 4នាក់ពេលម្ដងហើយភរិយាខ្ញុំមិនមែនជាជនជាតិអាមេរិកកាំងមានធំណាមានទូចមួយតកូន 2 3ហ្នឹងងាប់ហើយបាទហើយណាមួយយើងជឿនៅលើព្រះអង្គឲ្យកូនមួយហើយ5ឆ្នាំហើយយើងសុំមួយទៀតយើងបានមួយទៀតហើយមួយស្រីមួយប្រុសអរគុណព្រះហើយមិនខុសពីកូនស្រីទេបាទសុំមិនតិចឆ្នាំទេព្រះអង្គប្រទានឲ្យដល់ពេលកំណត់មកដល់ព្រះអង្គប្រទានឲ្យហើយយើងបានពពរពីព្រះអង្គហើយនេះជាអំណរគ្មានអីអរសប្បាយជាងដែលយើងបានពពរជាកូននោះទេបាទអរគុណព្រះហើយអរគុណលោកអ្នកដែលបានតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់ហើយបន្តិចទៀតនេះលោកអ្នកនឹងបានជួបជាមួយនឹងលោកប៊ុនធឿននិងបងស្រីទូចហើយនឹងទីបន្តផ្សេងនឹងសំណួររឿងចម្លើយនិងអ្វីផ្សេងទៀតជាបន្តសូមព្រះប្រទានពរហើយសូមលោកអ្នកបានសុខសាន្តហើយយើងនឹងជួបគ្នានៅថ្ងៃច័ន្ទពេលវេលានឹងម៉ោងដដែលពីរាជធានីភ្នំពេញអរគុណព្រះអង្គសូមជួបគ្នានៅពេលឆាប់ This is Transform Life Radio with our blessed host, LaCruz Sitan in Khmer. លោកអ្នកកំពុងស្ដាប់កម្មវិធីជីវិតផ្លាស់ប្រែ